សួស្តីអ្នកទាំងអស់គ្នាចុច like subscribe comment រូបបេះដូងឲ្យមានម្នាក់មួយផងអរគុណចូលមកកាន់សេរីរបស់យើងវិញក្រឡេកមកមើលប៉ៃឌីដែលកំពុងតែចូលផ្ទះបាយធ្វើម្ហូបតាកាយក៏បានយកសាច់ជ្រូកព្រៃដែលខ្លួនបានបោកបាញ់បានមកឲ្យហ៊ួនក៏និយាយថាវាពិតជាឆ្ងាញ់ខ្លាំងណាស់កូនពិតជាអស្ចារ្យហ៊ួនក៏និយាយថាកូនគឺជាគ្រាប់ពេជ្រដែលមានតម្លៃសម្រាប់ម៉ាក់ក្មេងៗក៏និយាយថាអនាគតទៅកូននឹងប្រមាញ់ឲ្យច្រើនយកមកឲ្យអ្នកម៉ាក់សង្យន់ចូលមកហើយក៏និយាយថាចុះបងវិញតើបងគឺជាស្អីគេទៅហ៊ួនអន់តខ្សប់ហើយក៏និយាយថាបងគឺជាគ្រាប់ពេជ្រដ៏ធំមួយសម្រាប់អូនសង្យន់អៀនខ្លាំងណាស់ហើយក៏និយាយថាតើអូនកំពុងតែនិយាយស្អីគេទៅបងអៀនខ្លាំងណាស់សង្យន់ក្រឡេកទៅឃើញនៅនឹងចានស៊ូលេងសិតតែសាច់គេក៏និយាយថាហេតុអីបានជាឯងថ្ងៃនេះស៊ីច្រើនម្ល៉េះទាំងនេះគឺជាសាច់ដែលកូនស្រីរបស់យើងបានប្រមាញ់បានអញ្ចឹងហើយឯងកុំស៊ីច្រើនពេកស៊ូលេងក៏និយាយថាប៉ុន្តែសាច់ថ្ងៃនេះឈ្ងុយខ្លាំងណាស់យើងត្រូវតែស៊ីច្រើនអញ្ចឹងហើយសង្យន់ក៏និយាយថាទោះបីវាមានក្លិនឈ្ងុយប៉ុណ្ណាឯងក៏ត្រូវតែត្រឹមដែរយើងមិនទៅបានភ្លក់សាច់របស់កូនយើងប្រមាញ់បាននោះទេហ៊ុនក៏និយាយថាប្រញាប់ឡើងប្រយ័ត្នស៊ូលេងញ៉ាំអស់ទៅពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមឈើប្រកែកគ្នាដណ្ដើមសាច់ហ៊ុនក៏គិតថាសាច់មួយចានភាគច្រើនចូលទៅក្នុងពោះរបស់ស៊ុងយុនហើយនឹងស៊ូលេងប៉ៃឌីបំរុងនឹងយកចានច្រាំងទៅលាងហ៊ុនក៏និយាយថាឈប់សិនប៉ៃឌីបងមិនគួរយកទៅលាងម្នាក់ឯងតែរហូតនោះទេកិច្ចការងារផ្ទះទាំងអស់នេះបងត្រូវតែប្រគល់ទៅឲ្យស៊ុងយុនហើយនឹងស៊ូលេងជាអ្នកធ្វើខ្លះស៊ុងយុនក៏និយាយថាហេតុអ្វីបានជាបងត្រូវរួមការងារជាមួយនឹងអាមុនក្រហមនេះហ៊ុនក៏និយាយថាដោយសារតែយប់នេះពុកលោកទាំងពីរនាក់គឺញ៉ាំច្រើនខ្លាំងណាស់ស៊ូលេងក៏និយាយថាហ៊ុនទៅបងពិតជាមើលទៅដូចជាមនុស្សធ្វើការងារផ្ទះមែនទេហ៊ុនក៏និយាយថាមើលទៅវាមិនដូចនោះទេហើយក៏ងាកទៅបោកចិញ្ចៀនលំហយកខោអាវឲ្យវាអាវដូចអាមីផ្ទះចឹងអ្នកគ្នាយកមកពាក់ឲ្យស៊ូលីងហើយក៏និយាយថាមើលទៅពេលនេះគឺវាដូចហើយស៊ូលីងក៏និយាយថាតែនេះគឺជាស្អីទៅមើលទៅវាអាក្រក់ខ្លាំងណាស់ហ៊ុនក៏និយាយថាពិតមែនឬខ្ញុំដេកវាដោយខ្លួនឯងបើសិនជាអ្នកមើលទៅមិនស្អាតអាចដោះវាចេញបានស៊ូលីងក៏និយាយថាមិនអីទេមើលទៅវាស្អាតខ្លាំងណាស់បងចុះចិត្តសង្យន់ក៏និយាយថាហ៊ុនបងក៏ចង់បានដូចគ្នាយកឲ្យបងផងហ៊ុនក៏និយាយថាអាវដែលបងពាក់ធ្វើពីស្បែកសត្វអញ្ចឹងហើយពេលប្រឡាក់អីមិនចាំបាច់សម្អាតច្រើននោះទេសង្យន់ចាប់ទាញដោះអាវចេញហើយក៏និយាយថាបងឲ្យសុខចិត្តនោះទេបងចង់បានយកមកឲ្យបងមកហើយចាប់ផ្ដើមពាក់ហើយក៏សួរហ៊ុនថាតើបងសង្ហាដែរទេអូនស្រីអាប៉ែនឹងចេញមកយ៉ាប់ខុសគេហ្មងហ៊ុនក៏គិតថាខ្ញុំមិនដឹងជាត្រូវនិយាយជាមួយនឹងអាប៉ែនឹងយ៉ាងម៉េចទេចិត្តធ្វើអីប្លែកនៅពេលដែលហ៊ុនមកគេងប៉ៃឌីមកគេងកំដៅបន្តិចក្រោយមកសង្យាក៏ដើរចូលមកសង្យាក៏និយាយថានៅជើងភ្នំដូចជាមានអ្វីព្យាយាមចូលមកប៉ៃឌីក៏និយាយថាឯងនៅទីនេះហើយនៅមើលហ៊ុនទៅឲ្យខ្ញុំជាអ្នកទៅពិនិត្យប៉ៃឌីក៏បានយករឿងទាំងអស់នេះទៅប្រាប់សឹងយន្តហើយនឹងស៊ូលេងពួកគេទាំង3នាក់ក៏ចាប់ផ្ដើមចេញមកពិនិត្យក្រឡេកមកមើលបរិះម្នាក់ដែលនៅគេងជើងភ្នំគឺជាកូនចៅរបស់ហួយសានបរិះម្នាក់នោះក៏គិតថាខ្ញុំចង់មកពិនិត្យមើលនៅខាងក្នុងភ្នំថ្មប៉ុន្តែពេលយប់ដំទំពាំងបាយជូរនឹងបញ្ចេញសកម្មភាពវាប្រហារមនុស្សណាដែលឈ្លានពានពេលនោះកូនចៅរបស់សឹងយុនក៏បានឃើញបរិះម្នាក់នោះក៏គិតថាខ្ញុំមិនអាចធ្វើសកម្មភាពពេលយប់បាននោះទេត្រូវតែរត់សឹងយុនក៏និយាយថាពួកយើងមកយឺតមួយជំហានហើយស៊ូលីងក៏និយាយថាដើម្បីផ្លាស់ទីដោយសេរីនៅក្រុមការវាប្រហាររបស់រុក្ខជាតិទាំងអស់នេះបានពួកគេត្រូវតែមានវិញ្ញាណតារាគំរូប៉ៃឌីក៏និយាយថាក្រៅពីពួកយើងទាំង4នាក់នៅក្នុងកោះសម្ព័ន្ធព្រំថ្មមានតែបរិះប៉ុន្មាននាក់ប៉ុណ្ណោះនៅផ្សារខាងក្រៅមានសមត្ថភាពពិសេសហើយក៏គ្មានអ្នកណាគេហ៊ានចូលមកក្នុងភ្នំថ្មនៅពេលយប់ដែរសង្យុនក៏និយាយថាពុកមកពីប្រាសាទទាំងអស់នោះពួកគេពិតជាហ៊ានខ្លាំងណាស់បើសិនជាពួកយើងសួរគេតាមត្រង់ក៏គេមិនព្រមទទួលស្គាល់ដែរនៅថ្ងៃបន្ទាប់ពីហ៊ុនភ្ញាក់ឡើងហ៊ុនក៏និយាយថាសឹងយាយអញ្ចឹងឬតើប៉ៃឌីនៅឯណាទៅសឹងយាយក៏និយាយថាកាលពីយប់វិញមានរឿងកើតឡើងបន្តិចបន្តួចអញ្ចឹងហើយប៉ៃឌីបានប្រគល់នាងឲ្យខ្ញុំមើលថែសឹងយាយក៏បានយកអាវបាត់រងាមកឲ្យហ៊ុនក៏និយាយថាខ្ញុំអាចពាក់វាដោយខ្លួនឯងបានសឹងយាយក៏និយាយមិនអីទេបងពេញចិត្តនឹងធ្វើវាហ៊ុនក៏យល់ព្រមឲ្យសឹងយាយពាក់ឲ្យនាងហ៊ុនចេញមកខាងក្រៅគឺជាកន្លែងដំបាយនៃរីសតពេលទឹកបីក៏និយាយថាហ៊ុនមើលក្រណាត់ដែលពួកយើងត្បាញចោលហ៊ុនដើរទៅមើលហើយក៏និយាយថាវាពិតជាស្អាតខ្លាំងណាស់ហ៊ុនក៏និយាយថាយើងនឹងយកវាពាក់ធ្វើជាអត្តរណបានមើលទៅនឹងកាន់តែស្អាតនារីសទឹកបីក៏និយាយថាហ៊ុននឹងមើលទៅកាន់តែស្អាតស្រីក៏នាំគ្នានិយាយថាខ្ញុំក៏គិតថាហ៊ុនស្អាតដែរមើលចាស់សម្បីតែបេះដូងរបស់ខ្ញុំក៏លោតដែរស្បែករបស់នាងសភ្លឺរលោងភ្នែកធំហើយនឹងគួរឲ្យស្រឡាញ់ហ៊ុនក៏និយាយថាចុះលេងសើចទៅខ្ញុំទៅ
ប់តែញ៉ាំពងសត្វឥសីកញ្ញាទឹកបីក៏និយាយថាខ្ញុំឮមកថាពងមិនមានសារធាតុចិញ្ចឹមច្រើនជាពិសេសល្អសម្រាប់មនុស្សស្រីមើលទៅប្រហែលជាការពិតហើយហ៊ុនក៏គិតថាខ្ញុំមិនអាចនិយាយបាននោះទេព្រោះដើមឈើពិសិដ្ឋដោះនៅក្នុងខ្លួនខ្ញុំល្ងាចឡើងសង្យាត្រឡប់មកពីសំការវិញហ៊ុនក៏សួរថាតើមុខរបស់អូនមើលទៅរៀងខុសប្លែកពីមុនដែរទេសង្យាក៏និយាយថាមិនថាអូនស្អាតឬអាក្រក់នោះទេបេះដូងរបស់បងគឺមានតែអូនម្នាក់គត់ហ៊ុនក៏និយាយថាសង្យាបេះដូងរបស់អូនក៏មានបងផងដែរសង្យាចាប់ហ៊ុនបាយត្រឡប់មកដល់ផ្ទះហើយក៏និយាយថាថ្ងៃនេះគឺជាវេនរបស់បងហ៊ុនក៏សួរថាតើមានរឿងអីមែនទេសង្យាក៏និយាយថាបងក៏ចង់បានអាវផៅដែរអាវផៅអាវដែលសឹងយន់ហើយនឹងស៊ូលីងពាក់លោកមុនចឹងគ្នាអាវពើមួយពើផ្កាឈូមួយពើលឹងហ៊ុនក៏និយាយថាអាវដែលអូនបានប្រកល់ឲ្យសឹងយន់ហើយនឹងស៊ូលីងមែនទេប៉ៃឌីក៏និយាយថាពួកគេបានលាក់អាវផៅនឹងអញ្ចឹងហើយពួកបងពីរនាក់មិនអាចមានអីប្រើនោះទេហ៊ុនក៏គិតថាតើពួកគេទាំងពីរនាក់នឹងក៏ស្អីបានគេយកអាវផៅលាក់ពិតជាចម្លែកខ្លាំងណាស់ហ៊ុនក៏និយាយថាវាពិតជាចៃដន្យខ្លាំងណាស់ថ្ងៃនេះអូនទៅតែប៉ាបាន2ឈុតនឹងទេហើយក៏ដកចេញពីចិញ្ចិនលំហហើយក៏គិតថាខ្ញុំមិនយល់ពីការប្រគំប្រជែងរបស់ពួកគេនោះទេមិនកាន់តែយប់ហ៊ុនក៏និយាយហេតុអីបានជាសឹងយន់ហើយនឹងឃើញមិនទាន់ត្រឡប់មកវិញអញ្ចឹងបន្តិចក្រោយមកសឹងយន់ក៏មកដល់ទាំងទឹកមុខក្រៀមក្រំហ៊ុនក៏សួរថាតើមានរឿងអ្វីកើតឡើងមែនទេកូនស្រីហ៊ុនឈ្មោះដាលីងជារំទៅគេដាក់ឈ្មោះអត់ប្រកាសសោះនឹងអង្គគ្នាម្ដងតាកាយម្ដងដាលីងអីវិញអស់លីងនេះសឹងយន់និយាយថ្ងៃនេះនៅក្នុងព្រៃបងបានរកឃើញសត្វប្រមាណក្បាលបានឆ្លងជំងឺហ៊ុនក៏សួរថាតើក្មេងៗមានបានកើតអីដែរទេសឹងយន់ក៏និយាយថាកុំបារម្ភអីក្មេងៗមិនកើតអីនោះទេសត្វទាំងនោះបងក៏បានសម្លាប់ចោលហើយដែរបងមានអារម្មណ៍ថាដូចជាគ្មានសុវត្ថិភាពអញ្ចឹងហើយបងបាននឹមក្មេងៗត្រឡប់មកវិញប៉ុន្តែនៅតាមផ្លូវលែត្រឡប់មកវិញបងបានឃើញកោះសម្ព័ន្ធបីសាច់ដូចកំពុងតែស្វែងរកអ្វីមួយយ៉ាងហ៊ុនក៏និយាយទាំងខឹងថាកងទ័ពបីសាច់អញ្ចឹងឬក៏ហានយីងបានជូនពួកគេមកដើម្បីស្វែងរកសឹងយាយតែដឹងសឹងយាយក៏និយាយថាចាប់ខ្ញុំអញ្ចឹងវាមិនអាចនោះទេពូរបស់ខ្ញុំមានគោលបំណងច្បាស់លាស់បើសិនជាគាត់ចង់ចាប់ខ្ញុំគាត់នឹងមកតាមផ្លូវត្រង់មិនមែនលាក់លៀមអញ្ចឹងនោះទេប៉ៃឌីក៏និយាយថាពួកយើងមិនអាចអង្គុយរងចាំការស្លាប់បាននោះទេដំបូងពួកយើងត្រូវតែដោះស្រាយជាមួយនឹងអ្នកជំងឺដែលបានស្លាប់នៅក្នុងព្រៃយើងពិតជាមិនអនុញ្ញាតឲ្យអ្នកជំងឺដែលឆ្លងចូលមកក្នុងភ្នំថ្មបាននោះទេប៉ៃឌីក៏និយាយថាកោះសម្ព័ន្ធបិសាចទាំងនោះពួកយើងអាចសង្កេតមើលពួកគេដោយសម្ងាត់បានស៊ូលីងក៏និយាយថាខ្ញុំនឹងឲ្យសឹងយន់បញ្ជូនសត្វបក្សីពីរ3ក្បាលទៅសង្កេតកន្លែងរបស់ពួកគេនៅក្នុងព្រៃសឹងយន់ក៏និយាយថាខ្ញុំនឹងពិនិត្យមើលជុំវិញភ្នំថ្មហ៊ុនក៏គិតថាស្ដាប់តាមពួកគេនិយាយទៅក៏សម្ព័ន្ធបិសាចក្រៅភពទាំងអស់នោះនៅក្រៅភ្នំថ្មមើលទៅពួកគេឆាវឆាវណាស់បើសិនជាខ្ញុំខ្លាំងជាងនេះខ្ញុំអាចការពារខ្លួនឯងបានហើយក៏ការពារពួកគេបានដូចគ្នាសង្យាឃើញទុកមុខហ៊ុនព្រួយបារម្ភហើយក៏និយាយថាអូនកុំបារម្ភអីបងនឹងមិនឲ្យអ្នកណាគេធ្វើអីអូននោះទេហ៊ុនក៏និយាយថាអ្នកទាំងអស់គ្នាមើលទៅថ្ងៃនេះហត់ណាស់ហើយអញ្ចឹងហើយថ្ងៃនេះទោះឲ្យខ្ញុំជាអ្នកធ្វើម្ហូបពេលល្ងាចចើសឹងយន់ក៏និយាយថារឿងតូចតាចទាំងអស់នេះចាំបាច់ឲ្យអូនធ្វើដែរឬសឹងយន់យកអាវផាពាពីលើហើយក៏និយាយថាថ្ងៃនេះបងបានរៀងរកប្រមូលថ្មីមកហ៊ុនក៏និយាយថាមិនចាំបាច់នោះទេហើយក៏គិតថាសឹងយន់ធ្វើម្ហូបគឺសាហាវជាងថ្នាំពុលទៅទៀតហើយក៏ចង្អុលទៅកាន់ស៊ូលីងថាថ្ងៃនេះទុកឲ្យស៊ូលីងជាអ្នកធ្វើចោលស៊ូលីងក៏និយាយថាតើអូនគិតថាបងធ្វើម្ហូបបានឆ្ងាញ់មែនទេហ៊ុនក៏និយាយថាពិតមែនហើយក៏គិតថាបើសាច់កញ្ចាស់នេះបើសិនជាគាត់រស់នៅបានយូរទៅថ្នាក់នេះហើយមើលទៅម្ហូបដែលគាត់ញ៉ាំគឺមិនអាក្រក់នោះខ្ញុំគ្រាន់តែសង្ឃឹមថាវាអាចញ៉ាំបានទៅចោលស៊ូលីងក៏និយាយថាអញ្ចឹងអូនអង្គុយចាំចាស់ទុកឲ្យបងជាអ្នកធ្វើសឹងយន់ក៏គិតថាមិនអីទេសម្រួលអារម្មណ៍ចោលស៊ូលីងកំពុងតែស្វែងរកឱកាសនៅពីអ្នកហ៊ុនអញ្ចឹងហើយខ្ញុំខ្ជិលរំខានខ្លាំងណាស់ហ៊ុនក៏និយាយថាមិនអីទេចុកឲ្យខ្ញុំជាអ្នកជួយលាងបន្លែហ៊ុនក៏លើទៅឃើញស៊ូលីងកំពុងតែលាងបន្លែហើយក៏និយាយថាខ្ញុំមិនរំពឹងថាលោកពូកែធ្វើម្ហូបនោះទេស៊ូលីងក៏និយាយខ្ញុំក៏មានជំនាញដ៏អស្ចារ្យជាច្រើនផងដែរហ៊ុនក៏និយាយថាតើលោកកំពុងតែធ្វើម្ហូបអីទៅថ្ងៃនេះស៊ូលីងក៏និយាយថាអូនចាំតែមើលទៅហ៊ុនក៏លើទៅឃើញ
សាច់មាន់ហើយក៏និយាយថាមុនដុតអញ្ចឹងឬស៊ូលីងក់ក្បាលហើយក៏អូនទៅថឹបក្បាលហ៊ួនក៏និយាយថាទៅលោកកំពុងតែធ្វើស្អីនឹងស៊ូលីងក៏និយាយបងគ្រាន់តែទប់អារម្មណ៍មិនបានព្រោះអូនគួរឲ្យស្រឡាញ់ខ្លាំងពេកស៊ូលីងចាប់ហ៊ួនថើបពេលនោះសឹងយុនក៏ទម្លុះទ្វារចូលមកហើយក៏និយាយថាស្បាក់សៃល្ងងខ្ញុំដឹងថាឯងមានចេតនាអាក្រក់ណាស់តែពីរនាក់ហ៊ួនស៊ូលីងក៏និយាយថាខ្ញុំជាគូអនាគតរបស់ហ៊ួនអញ្ចឹងហើយគឺជារឿងធម្មតានោះទេហ៊ួនក៏និយាយខ្ញុំមិនទាន់យល់ព្រមនោះទេណាស៊ូលីងនិយាយខ្ញុំមិនខ្វល់នោះទេប្រសិនជាពួកយើងទាំង3នាក់ធ្វើឲ្យសឹងយុនស្រមើសម្រាប់ដល់ណាណីសឹងយុនក៏និយាយថាហ៊ួនពួកយើងគួរតែហ៊ួនក៏ស្រែកខាតាពួកលោកឈប់គិតស្អីឡាប់ទៅហ៊ួនដើរចេញមកខាងក្រៅហើយក៏និយាយថាពួកគេទាំងពីរនាក់នេះមើលទៅខួរក្បាលចូលទឹកហើយហ៊ុនក្រឡេកទៅឃើញបៃឌីដើរទៅតម្រង់ទៅបៃឌីហើយក៏សួរថាបៃឌីតើបងកំពុងតែធ្វើស្អីនឹងកំពុងរៀបចំអាវុធមែនទេបៃឌីនិយាយមែនហើយពួកយើងកំពុងតែរៀបចំរបស់ព្រោះថ្ងៃស្អែកពេលព្រឹកពួកយើងនឹងចេញដំណើរទៅហ៊ុនក៏គិតថាត្រូវហើយអ្នកទាំងអស់គ្នានៅថ្ងៃស្អែកនឹងចេញទៅដើម្បីដោះស្រាយជាមួយនឹងសត្វទាំងអស់នោះដែលបានឆ្លងជំងឺខ្ញុំពិតជាបារម្ភខ្លាំងណាស់ខ្ញុំពិតជាចង់ជួយពួកគេខ្លាំងណាស់ពេលនោះប្រពន្ធសាប៉ាស្រាប់តែលេចចេញមកសាប៉ាក៏សួរថាតើអ្នកនាងចង់ជួយពួកគេមែនទេហ៊ុនក៏និយាយថាពិតមែនហើយខ្ញុំចង់ជួយសាប៉ាក៏និយាយថានៅក្នុងកំប្លែងមានសាខាដែលមានទាក់ទងជាមួយនឹងគំរូសត្វនាងអាចសិក្សាពីវានាងអាចរកឃើញអ្វីមួយដែលមានប្រយោជន៍បានហ៊ុនក៏គិតថាអាល់ឈីមីរំនាំសត្វអញ្ចឹងឬស្ដាប់ទៅដូចជាមេរៀនមុនប៉ុន្តែខ្ញុំនៅមិនទាន់បានរៀននៅឡើយទេបន្តិចក្រោយមកឮសំឡេងស៊ូលីងនិយាយថាអាហារពេលល្ងាចរួចហើយហ៊ុនក៏គិតថាខ្ញុំស្ទើរតែភ្លេចទៅហើយថាស៊ូលីងបានធ្វើអាហារពេលល្ងាចហ៊ុនដើរចូលមកហើយក៏និយាយថាមើលចោលពួកវាពិតជាឈ្ងុយខ្លាំងណាស់ស៊ូលីងកាត់ផ្លូវដាក់ចានឲ្យហ៊ុនហើយក៏និយាយថាសាប់ភ្លុកវាមើលតើមានរសជាតិយ៉ាងម៉េចដែរហ៊ុនក៏ឆ្លើយសរសើរថាមើលចោលលោកចេះសាក់ហើយឆ្លាក់ផ្កាការ៉ុតអីចឹងនៅគ្នានិយាយទៅជាប់មាត់ពេកស៊ូលីងនិយាយខ្ញុំបានឆ្លាក់វាជាពិសេសសម្រាប់នាងតែនាងចូលចិត្តដែរទេហ៊ុនក៏និយាយថាខ្ញុំចូលចិត្តវាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ខ្ញុំមិនដែលគិតថាជំនាញធ្វើម្ហូបរបស់លោកល្អយ៉ាងនេះនោះទេបើសិនជាលោកប្រើជំនាញនេះដើម្បីទាក់ទាញនារីផ្សេងលោកនឹងមិននៅលឺរហូតដល់ពេលនេះនោះទេស៊ូលីងក៏និយាយថាខ្ញុំធ្វើម្ហូបសម្រាប់តែមនុស្សស្រីដែលខ្ញុំស្រឡាញ់ប៉ុណ្ណឹងឯងសឹងយុនក៏និយាយថាជំនាញធ្វើម្ហូបរបស់ឯងពិតជាអស្ចារ្យណាស់ឬការធ្វើម្ហូបរបស់ឯងឆ្ងាញ់ពិតមែនប៉ុន្តែនៅចាញ់ខ្ញុំបន្តិចដាលីងក៏និយាយថាលោកប៉ាមានទំនុកចិត្តនេះមកពីណាទៅសឹងយុនក៏និយាយថាថ្ងៃស្អែកនៅក្នុងព្រៃគឺជាពេលដែលពួកយើងនឹងឃើញថាតើអ្នកណាមានជំនាញខ្លាំងជាងហ៊ុនក៏គិតថាថ្ងៃស្អែកអ្នកទាំងអស់គ្នានឹងចេញទៅប្រយុទ្ធដាច់ដោយឡែកពីគ្នាដើម្បីការពារសត្វសាហាវខ្ញុំមិនអាចឲ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់បាននោះទេមើលទៅខ្ញុំត្រូវតែចាប់ផ្ដើមស្រាវជ្រាវអំពីគំរូសត្វឥឡូវនេះហើយ